ក្រុមហ៊ុន Gas Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ីនិងមានសាខានៅបណ្ដាប្រទេសមួយចំនួនថែមទៀតនោះមានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀតខណៈដែលនៅប្រទេសវៀតណាមក្រុមហ៊ុននេះបាននឹងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្តនិងគ្រឿងបន្លាស់ការបង្ហាញពីបំណងខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដឹកនាំដោយលោក Dolgo Leonid នាយកគ្រប់គ្រង Gas Group និងឯកឧត្តម Imron Hassan អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី13ខែសីហានេះនៅសាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សានេះលោក Dolgo Leonid បានធ្វើបទបង្ហាញពីគុណភាពនិងសមត្ថភាពរថយន្តដឹកទំនិញជាច្រើនប្រភេទរបស់ Gas Group ដោយលោកបានមានប្រសាសន៍លើកឡើងថានេះជាលើកទី2ហើយដែលលោកបានមកកម្ពុជាលោកនឹងធ្វើបទបង្ហាញម្ដងទៀតពីក្រុមហ៊ុន Gas Group ផលិតផល gas យើងបានធ្វើ91ឆ្នាំហើយមាន15រោងចក្រចុងក្រោយក្រុមហ៊ុននេះបានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាមដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់មានទាំងប្រភេទរថយន្តដឹកទំនិញរថយន្តក្រុងឡានទឹករថយន្តសង្គ្រោះបន្ទាន់ជាដើមដោយប្រើប្រាស់សាំងម៉ាស៊ូត gas និងអគ្គិសនីក្រោយការសិក្សានៅប្រទេសកម្ពុជាមានតម្រូវការច្រើនជាមួយនឹងក្រុមហ៊ុន Gas Group ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជាបន្តទៀតកិច្ចការងារនេះក្រុមហ៊ុន Gas Group បានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីម្ដងរួចមកហើយក្នុងអំឡុងពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីក្រុមហ៊ុនចង់ឲ្យរដ្ឋបាលរាជធានីភ្នំពេញសម្របសម្រួលជួយរកទីតាំងដើម្បីឲ្យក្រុមហ៊ុនបានដំណើរការនៅពេលឆាប់ៗនេះនៅប្រទេសកម្ពុជាដោយក្រុងផលិតរថយន្តនិងគ្រឿងបន្លាស់ជាមួយគ្នានោះដែរបន្ទាប់ពីការពិភាក្សាគ្នារួចក្រុមហ៊ុន Gas Group បានអញ្ជើញឯកឧត្តមអភិបាលរងនិងក្រុមការងារពិនិត្យគំរូរថយន្តចំនួន2គ្រឿងដើម្បីធ្វើការជ្រើសរើសយកមួយព្រោះក្រុមហ៊ុននឹងផ្ដល់ជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញចំនួន1គ្រឿងបន្ទាប់មកក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះពីរោងចក្រមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្ដងដោយក្រុមហ៊ុនបានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកសម្របសម្រួលលើបែបបទនាំចូលជាការឆ្លើយតបឯកឧត្តម Imron Hassan បានមានប្រសាសន៍លើកឡើងថាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញគាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន Gas Group នៅប្រទេសកម្ពុជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយក៏បានសន្យានឹងជួយសម្របសម្រួលផ្លូវច្បាប់ឲ្យក្រុមហ៊ុនផងដែរ